សួស្តីបងបងប្អូនទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ Channel ហុងបេតានឹងហើយបន្ទាប់ពីបាត់រយៈពេល1ឆ្នាំមកឥឡូវយើងបានត្រឡប់មកវិញហើយថ្ងៃនេះដែរខ្ញុំមកឆ្លើយសំណួរតាក់ទងជាមួយនឹងបងដែលបានសួរនៅក្នុង YouTube ហើយក៏សូមទោសផងដែរដែលមួយរយៈនេះរវល់និយាយទៅបានធ្វើវីដេអូតអញ្ចឹងចេញមកតែ3វីដេអូក៏បាត់ឈឹងទៅដោយសារមានភារកិច្ចរវល់ផ្ទាល់ខ្លួនតិចតួចខ្ញុំពិតជាភ្ញាក់ផ្អើលនៅពេលដែលឃើញបងប្អូនយើងចៅអារម្មណ៍ជាពិសេសគឺ idol ខ្ញុំបងសេកមេតាដែលគាត់បានមក comment ដែរខ្ញុំចូលចិត្តវីដេអូគាត់ហ្នឹងហើយឥឡូវហ្នឹងហើយខ្ញុំមកឆ្លើយតាក់ទងជាមួយនឹងថាតើនៅពេលដែលយើងដាក់ចំណៃកូនដោយកូនត្រីហ្នឹងដោយពងទាហើយទៅវាសល់ច្រើនអត់សម្រាប់បងប្អូនខ្ញុំនេះយើងកាត់លក្ខណៈថាស្រឡាញ់របស់យើងមិនជាលក្ខណៈ business ហើយក៏ធ្វើដើម្បីលក់ទេអញ្ចឹងណាហើយកូនដែលវាអាចធំធាត់បានរហូតដល់និយាយទៅខ្ញុំដាក់អាហ្នឹងរហូតដល់កូនមកប៉ិនធំទូជាងធុកបន្តិចដែរឃើញថាវាសល់ច្រើនហើយនេះគឺជាកូនដែលខ្ញុំបានបង្កាត់កាលពីវីដេអូមុនហ្នឹងឃើញវាសល់ច្រើនមកសម្បុកហ្នឹងនៅសល់ខ្ទង់ប្រហែលជា40-50គ្រាប់ដែរសរុបមកវិញគឺវាល្អសម្រាប់បងប្អូនដែលចូលចិត្តត្រីក្រឹមហើយចង់បង្កាត់លើកទី1ដែលយើងអត់មានម្ដុំយើងអត់មានចែកទឹកអីអញ្ចឹងតែជាយោបល់ល្អបើសិនបើមានចែកទឹកបើសិនជាមានអីយើងគួរដាក់ចំណីជាចែកទឹកទេល្អតែបើអត់ទេយើងរវល់លេងអញ្ចឹងទៅយើងអាចប្រើវិធីសាស្ត្រដែលប្រើពងទានឹងមកជំនួសបានអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា